គោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀងផ្លែទៀតហើយចាថ្ងៃនេះបដូរបរិយាកាសមកក្បាលឆាយជាមួយនឹងបងប្រុសរបស់ខ្ញុំដើម្បីពួកខ្ញុំធ្វើដំណើរចេញទៅរកឃុំបងប្អូននេះបងប្អូននេះទេសភាពទស្សនភាពដែលថតនៅតាមផ្លូវចូលក្បាលឆាយបងប្អូននេះផ្លូវឡើងទៅក្បាលឆាយបងប្អូនសូមចិត្តបងប្អូនជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំធ្វើវីដេអូថ្មីៗបន្តទៀតចែកជូនបងប្អូនទស្សនានេះគឺជាសកម្មភាពដែលនាងខ្ញុំហើយនឹងបងរបស់នាងខ្ញុំបានជិះម៉ូតូឡើងទៅបងប្អូនផ្លូវគឺថាងាយស្រួលប្រហែលទេជាពិសេសគឺឡានដឹកដីច្រើនណាស់បងនេះគឺជាសកម្មភាពរបស់ខ្ញុំថតយកទេសភាពនៅទំនប់ទឹកសាបបងប្អូននេះគឺជាតាមផ្លូវដែលខ្ញុំនិងបងប្រុសរបស់ខ្ញុំជិះធ្វើដំណើរទៅតាមផ្លូវក្បាលឆាយគឺដីគ្រោះដីក្រហមបងប្អូនមុនហ្នឹងគឺជាដីលក្ខណៈថាផ្លូវបេតុងឥឡូវនេះជាលក្ខណៈថាផ្លូវដីគ្រោះដីក្រហមពិបាកក្នុងការធ្វើដំណើរណាបងប្អូននេះគឺជាសកម្មភាពរបស់ខ្ញុំតែបងប្រុសរបស់ខ្ញុំគាត់បានថតឲ្យខ្ញុំបងប្អូននេះមើលទេសភាពនៅជុំវិញបងប្អូនស្រស់ស្អាតដែរទេបន្តិចទៀតខ្ញុំនឹងបងប្រុសរបស់ខ្ញុំបានជិះទៅបន្តទៀតឲ្យបងប្អូនសូមបងប្អូនជួយ Subscribe Channel ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តធ្វើវីដេអូបន្តទៀតរៀបចំចូលក្នុងព្រៃដើរចូលក្នុងព្រៃរកឃុំនេះដើរតាមក្រោយដើរមកវគ្គចូលក្នុងព្រៃឯងចូលដើររកឃុំចូលដល់ក្នុងព្រៃរកទឹកឃុំនេះបងប្អូននេះគឺជាសកម្មភាពរបស់ខ្ញុំហើយនិងបងប្រុសរបស់ខ្ញុំដើរចូលព្រៃនេះជាលើកទី1ហើយបងប្អូនមិនដែលមានបទពិសោធន៍ចូលព្រៃម្ដងណាឡើយទេថ្ងៃនេះខ្ញុំនិងបងប្រុសរបស់ខ្ញុំបានធ្វើដំណើរដើរចូលព្រៃបងប្អូនហើយនៅក្នុងព្រៃគឺដើមឈើធំខ្លាំងណាស់ហើយនឹងមានវ៉ានេះពេញនឹងដែរខ្ញុំដើរធ្វើដំណើរអោនងើបមិនងាយស្រួលទេហើយក្នុងព្រៃក៏មានសត្វល្អិតច្រើនណាស់ដែរបងប្អូនយើងដើរតតែយើងមើលឆ្វេងមើលស្ដាំមើលក្រោមមើលលើបងប្អូននេះបងប្អូនហើយដើរធ្វើដំណើរប្រហែលជាជិត1ម៉ោងហើយមិនទាន់បានជួបឃ្មុំមួយសម្បុកសោះបើសិននាងខ្ញុំជួបឃ្មុំមួយសម្បុកនាងខ្ញុំនឹងថតចែកជូនបងប្អូនទស្សនានេះបងប្អូនខ្ញុំនិងបងប្រុសរបស់ខ្ញុំបានធ្វើដំណើរចូលព្រៃបន្តទៀតហើយបងប្អូននេះផ្លូវតែនាងខ្ញុំចូលព្រៃធ្វើដំណើរចូលទៅរកឃ្មុំនេះបងប្អូនបើសិនជានាងខ្ញុំបានជួបឃ្មុំនាងខ្ញុំនឹងឲ្យបងប្រុសនេះបងប្អូននេះនាងខ្ញុំបានជួបឃ្មុំមួយសម្បុកហើយនេះឃ្មុំធំណាស់បងប្អូននៅលើចុងឈើនេះបងប្អូននេះខ្ញុំនឹងឲ្យបងប្រុសរបស់ខ្ញុំពង្រីកឃ្មុំចែកជូនបងប្អូនទស្សនានេះបងប្អូននេះមិនដឹងទឹកឃ្មុំនេះបានប្រមាណលីត្រទេបងប្អូនអើយនេះក្បាលទឹកក្បាលអីធំណាស់បងប្អូនខ្ញុំអត់ចេះឡើងដើមឈើបេះឃ្មុំទេបងប្អូនខ្ញុំនឹងទុកភារកិច្ចឲ្យបងប្រុសរបស់ខ្ញុំគាត់ជាអ្នកឡើងយកឃ្មុំម្ដងបងប្អូននេះខ្ញុំឲ្យបងខ្ញុំពង្រីកឲ្យធំគាត់នឹងឡើងយកឃ្មុំនេះបងប្អូនសូមទស្សនាទាំងអស់គ្នា